សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្រាប់រឿង Song of Reverberation បន្តតាមពេលដំបូងទស្សនីបាននិយាយថាខ្ញុំពិតជាមិនយល់ពីបរិសម្នាក់នោះទាល់តែសោះមិនថាកិច្ចយ៉ាងណាទេខោរបស់លោកសមនឹងខ្ញុំល្អជាងខោរបស់គាត់ទៅទៀតខោរបស់គេធំណាស់ពេលខ្ញុំពាក់ទៅដូចក្មេងលួចខោអាវមនុស្សធំយកមកស្លៀកអញ្ចឹងមើលចោលត្រូវមូលជាងខោទៀតផងសាវហ្វូបានឆ្លើយតបថាការប្រៀបធៀបបែបនេះគឺមិនសមទេមិនស្រីត្រូវតែស្លៀកសម្លៀកបំពាក់របស់មិត្តប្រុសចឹងហើយខ្ញុំគិតថាលោកម្ចាស់ក៏ដូច្នេះទោះស្រីលើបែបនេះហើយបំរុងនឹងដោះខោអាវនឹងចេញប៉ុន្តែសាវហ្វូបានខាត់ទាន់ហើយក៏បាននិយាយថាខ្ញុំនិយាយលេងទេឯងស្ងប់ចិត្តសិនទៅប្រសិនបើឯងរត់ស្រាតនៅទីនេះលោកម្ចាស់មិនសម្រាប់ខ្ញុំចោលទៅហើយទេឬទោះស្រីក៏បានស្ងប់ចិត្តហើយក៏បានដើរមកកន្លែងដាក់សៀវភៅហើយបាននិយាយថាកន្លែងនេះពិតជាធំណាស់សាវហ្វូបានឆ្លើយតបថាខាងក្រោមនេះគឺជាកន្លែងទទួលភ្ញៀវទោះស្រីបាននិយាយថាអូនាងគឺជាមនុស្សដែលចង់ធ្វើបាបខ្ញុំនៅទីនោះនៅថ្ងៃដែលខ្ញុំមកដំបូងឬសាវហ្វូបានសួរទៅទោះស្រីថាចង់ទៅរកពួកគេដែរទេទោះស្រីឆ្លើយតបថាមិនទៅទេខ្ញុំមិនគិតថាពួកគេស្វាគមន៍មកកាន់ខ្ញុំទេបើអញ្ចឹងចាំខ្ញុំណែនាំខ្លីៗចុះស្ត្រីម្នាក់នៅខាងឆ្វេងគឺជាអ្នកនាងទី2នៃគ្រួសារ CI ហើយនៅខាងស្ដាំគឺជាបងស្រីធំជាងគេឈ្មោះផែនមកពីគ្រួសារ Scarlett នេះនាងសម្លឹងមកឃើញខ្ញុំហើយឬផែនបាននិយាយទៅកាន់ទូស្រីថាអរុណសួស្ដីតើឯងចង់មកអង្គុយលេងជាមួយពួកយើងដែរទេសាហ្វូបានអង្គគោរពហើយទូស្រីបាននិយាយថា No ខ្ញុំមិនទៅទេអរគុណចំពោះការអញ្ជើញរបស់នាងហើយទូស្រីបាននិយាយប្រាប់សាហ្វូថាឆាប់នាំខ្ញុំចេញពីទីនេះទៅពេលនោះក៏មានមនុស្សម្នាក់បានដើរមកសួរទូស្រីថាតើឯងចង់ចាក់ចេញទៅទាំងបែបនេះបានយ៉ាងម៉េចទៅហើយម្នាក់នោះគឺជាអប៉ិមួយដែលឲ្យទូស្រីចាប់ដៃហើយដកដៃចេញវិញអ្នកទាំងអស់គ្នាអរខ្ញុំយកឯងចូលទៅក្រោមដែរទេពេលនោះទូស្រីបានគិតក្នុងចិត្តថានេះមិនមែនជាអាឆ្លើយដែលមិនចាប់ដៃខ្ញុំថ្ងៃមុននោះទេឬតើគេមកនៅទីនេះតាំងពីពេលណាខ្ញុំមិនបានឃើញទាល់តែសោះឬជាវេទមន្តទៀតហើយទូស្រីបាននិយាយថាទេខ្ញុំមិនចូលទៅទេលាហើយអាមួយនេះជាសត្វស្អីទៅពេលនោះសាហ្វូបាននិយាយប្រាប់ទូស្រីថាគេគឺជាឡានយ៉ានជាអ្នកប្រតតនៃគ្រួសារឡានឥឡូវយើងស្គាល់ឈ្មោះគាត់ហើយជាងហៅឈ្មោះរបស់គាត់វិញម្ដងអ្នកទាំងគ្នាឡានយ៉ានមិនបានស្ដាប់ទូស្រីនិយាយទេហើយបានចាប់ដៃទូស្រីហើយក៏ចាប់ទូស្រីបីឡើងហើយឈរនៅលើបង្កាន់ដៃមិនដឹងថាគាត់មានគោលបំណងអ្វីទៀតទេទូស្រីបានភ័យសប្បាយអបករបស់ឡានយ៉ានហើយបាននិយាយថាតើឯងធ្វើស្អីហ្នឹងខ្ញុំថាហើយខ្ញុំមិនចង់ទៅទេឯងអត់ត្រជាក់ទេឬយ៉ាងម៉េចពេលនោះផែនបាននិយាយទៅកាន់ឡាយ៉ានថាឡាយ៉ានកុំធ្វើបាបគេអីឡាយ៉ានមិនបានស្ដាប់ទេហើយក៏បានចាប់បីទូស្រីដោយប្រើវេទមន្តចូលទៅក្រោមហើយពេលនោះទូស្រីឡើងភ័យហើយទូស្រីក៏បានស្រែកថាម៉ាក់អើយជួយកូនផងហើយពេលចូលមកដល់ក្រោមឡានយ៉ានក៏បានដាក់ទូស្រីឲ្យអង្គុយជិតអាលីឌីពេលនោះផែនបាននិយាយទៅកាន់ឡានយ៉ានថាកុំធ្វើបែបនេះចំពោះគេទេអសោះណាសុខភាពរបស់គេខ្សោយណាស់ហើយក៏បានសួរទៅកាន់ទូស្រីថាអូតើឯងមិនអីទេឬហើយក៏មើលមកទូស្រីរបស់យើងដូចពោលឡានពោលចន្ទោអីចឹងហើយអានេះគ្រាន់តែគេប្រើវេទមន្តឲ្យគេចូលពីលើមកក្រោមសោះណាវិលមកដែរពេលនោះឡានយ៉ានបាននិយាយទៅកាន់ទូស្រីថាសួស្ដីអាល្អិតទូស្រីក៏បានគិតក្នុងចិត្តថាអាឆ្លើយនឹងទៀតហើយស្អិតតាយស្អីស្អីគេហើយធំជាងអញមិនណាទៅអូយគៀងឡានយ៉ានបានណែនាំខ្លួនទៅកាន់ទូស្រីថាខ្ញុំឈ្មោះឡានយ៉ានរីករាយដែលបានស្គាល់ទូស្រីបានសប្បាយដល់រឿងដែលបានកាត់ឡើងពីមុនហើយបាននិយាយថាអ្នកណាចង់ស្គាល់ឯងទៅពេលនោះឡានយ៉ានបានសោតហើយបាននិយាយថាតើបងស្រីធំមានអ្វីបង្រៀនក្មេងនេះដែរទេមើលទៅឆ្លើយមិនចាញ់ខ្ញុំទេផែនបាននិយាយថាបានហើយតើឯងអាចឈប់និយាយសម្លុតគេទៅបានទេសួស្ដីខ្ញុំផែនណែ Scarlett ឯងអាចហៅខ្ញុំណែបានណាហើយនេះគឺជា DDCI ឯងអាចហៅនាងថា ID បានអាលីឌីបាននិយាយថាកុំណែនាំខ្ញុំដែលគ្មានការអនុញ្ញាតខ្ញុំមិនចង់ស្គាល់គេទេទូស្រីបាននិយាយក្នុងចិត្តថាខ្ញុំក៏មិនចង់ស្គាល់នាងដែរឡានយ៉ានបាននិយាយទៅកាន់ទូស្រីថាខ្ញុំប្រាប់ឯងចោលប្រសិនបើឯងមានអាកប្បកិរិយាប្រសើរជាងនេះប្រហែលជាឯងអាចដើរក្នុងផ្ទះនេះដោយសុវត្ថិភាពមើលតាមអាយុរបស់ឯងតើឯងជានិស្សិតមហាវិទ្យាល័យមែនទេឬទើបតែចូលប្រឡូកក្នុងសង្គមឯងមិនចាំបាច់រៀនតទៀតទេហើយក៏មិនចាំបាច់ធ្វើការដែរឯងនៅទីនេះហើយលោកម្ចាស់ស្រឡាញ់ឯងណាស់តើមិនល្អទេឬទូស្រីក៏បានកើតក្នុងចិត្តថាទោះពេលនេះខ្ញុំចង់វាយអ្នកណាម្នាក់ក៏ដោយតែខ្ញុំគ្មានកម្លាំងគ្រប់គ្រាន់ទេគិតបែបនេះហើយទូស្រីក៏បានងើបឡើងហើយបាននិយាយថាអាក្បាលរួយខៀវកុំហៅខ្ញុំថាលេងដែរសោះមួយទៀតខ្ញុំចង់ទៅរៀនឬអត់ទៅធ្វើការឬអត់ទៅក្បាលរបស់ឯងទេឬអាងថាខ្លួនឯងចេះវេទមន្តហើយចង់បញ្ជាខ្ញុំតាមចិត្តមែនទេ
ខ្ញុំនៅក្មេងណាស់ជីវិតរបស់ខ្ញុំនៅវែងឆ្ងាយទៀតវាមិនអាចទៅរត់ទេក្នុងការលេងហ្គេមជាទូជំនួសជាមួយលោកម្ចាស់របស់ឯងអស់មួយជីវិតនោះឡានយ៉ាស្ដាប់លើបែបនេះហើយក៏និយាយថាអូតើឯងអាចធ្វើអ្វីបានទៅទូសីបានឆ្លើយតបថាវាជាការប៉ັດណាស់គឺត្រូវរកវិធីដោះស្រាយបណ្ដាសានេះឲ្យបានខ្ញុំមិនចង់នៅចាំស្រាប់ដូចលីលីនទាំងនោះទេត្រូវតែមានវិធីប្រសើរជាងការដកយកការចងចាំរបស់ខ្ញុំប្រកបណាស់ឡានយ៉ាស្ដាប់លើបែបនេះហើយក៏បានសោកក៏បានសួរទៅកាន់ទូស្រីថាតើឯងគិតថារឿងទាំងនេះជាអ្វីទៅតើវាជាព្រេងសំណាងដូចនៅក្នុងរឿងនិទានមែនទេវាខុសគ្នាទាំងស្រុងតើមនុស្សធម្មតាម្នាក់អាចដោះវាបានមែនទេបើសូម្បីតែពួកយើងក៏មិនអាចដោះបានផងនឹងទូស្រីបាននិយាយថាក៏មើលស្រាលមនុស្សធម្មតាឲ្យសោះថៃអ្នកចៃវេទមន្តគ្មានអ្នកផ្លើទេឬទោះឯងចេះវេទមន្តមែនប៉ុន្តែខួរក្បាលរបស់ឯង1គីឡូ2ខាំដូចតែមនុស្សធម្មតានឹងឯងវាមិនមែនខួរក្បាលរបស់ឯងទម្ងន់5គីឡូទេចឹងថាទូស្រីចេញមកវគ្គនេះរៀងកាច់ឌីគេបែបវិទ្យាសាស្ត្រចឹងណាហើយទូស្រីក៏បន្តនិយាយទៀតថាចាំខ្ញុំដោះស្រាយឲ្យបានឆាប់បំផុតហើយខ្ញុំនឹងចេញពីទីនេះឲ្យផុតមុខផុតមាត់របស់ឯងកុំព្រួយបារម្ភអីនិយាយបែបនេះហើយទូស្រីក៏បានភ្ញាក់ព្រោះតែឈីឈិនបានចូលមកស្ដាប់តាំងពីពេលណាទេក៏មិនដឹងហើយទូស្រីក៏បានគិតក្នុងចិត្តថាតើគេមកដល់តាំងពីកាលស្ដាប់លើអស់ហើយទេដឹងអញ្ញាបាននិយាយទៅកាន់ឈីឈិនថាលោកម្ចាស់កុំព្រួយបារម្ភអំពីរាងកាយរបស់លីលីនអីលោកម្ចាស់ដកយកការចងចាំរបស់គេចេញបានដោយគ្មានបញ្ហាអ្វីទេបើមិនដកឥឡូវនេះទេគេច្បាស់ជាលូតរត់ទៀតហើយណាលោកម្ចាស់ទូស្រីបានថាឲ្យឡានយ៉ានថាអរយរោមអាចនេះវើយតើឯងគិតថាខ្ញុំខ្លាចមែនទេខ្ញុំត្រូវប្រឈមមុខនឹងបរិសម្នាក់ដែលចាប់ទុកខ្ញុំជាអ្នកជំនួសហើយមិនអត់ពើនឹងអារម្មណ៍របស់ខ្ញុំទាំងស្រុងតើខ្ញុំអាចអង្គុយស្ងៀមនិយាយបានត្រឹមនេះឈីឈិនក៏បានហៅឈ្មោះរបស់ទូស្រីថារីហើយទូស្រីក៏បានងាកទៅរកឈីឈិនមកនេះមកទូស្រីបានគិតក្នុងចិត្តថាគេហៅឈ្មោះខ្ញុំម្ដងទៀតហើយវាជាលើកទី2ហើយជាក់ស្ដែងគេគិតថាខ្ញុំជាលីលីនខ្ញុំពិតជាមិនចូលពីមូលហេតុទេខ្ញុំមិនខ្វល់ទេគេហៅឈ្មោះខ្ញុំវាប្រសើរជាងហៅឈ្មោះរបស់ស្ត្រីម្នាក់នោះដែរទូស្រីមកខំវិចិត្រចឹងមែនមកតែថាមិនចូលចិត្តគេទេប៉ុន្តែគ្រាន់តែគេហៅដើរទៅចិត្តគេបាត់ឈីឈិនបានចាប់ដៃរបស់ទូស្រីហើយទូស្រីនៅតែគិតថាតែខ្ញុំដឹងថាតាំងពីគេហៅឈ្មោះខ្ញុំមកមានអ្វីមួយហាក់ដូចជាផ្លាស់ប្ដូរវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថារសើបរសល់យ៉ាងខ្លាំងឥឡូវកាត់មកដល់ពេលយប់ហេតុអ្វីបានជាឯងឲ្យខ្ញុំមើលសៀវភៅជីវប្រវត្តិច្រើនយ៉ាងនេះចឹងសៅហ្វូបានឆ្លើយថាខ្ញុំគ្រាន់តែចង់ជួយឲ្យឯងគេងលក់ស្រូវប៉ុណ្ណោះលោកម្ចាស់បានបញ្ជាមកជាពិសេសថាឲ្យឯងចូលគេងមុនទៅទូស្រីបាននិយាយថាមានប្រសិទ្ធភាពពិតមែនខ្ញុំកាន់តែមើលកាន់តែងងុយគេងហើយហេតុអ្វីបានជាឯងមិនឲ្យសៀវភៅអំពីវេទមន្តមកខ្ញុំវិញទៅចឹងហត់ណាខ្ញុំអាចរកឃើញតម្រុយតាក់ទងនឹងបណ្ដាសាខ្លះទូស្រីក៏បានកើតក្នុងចិត្តថាចាប់តាំងពីរាងកាយមានបញ្ហាមកខ្ញុំងាយគេងលក់ខ្លាំងណាស់ហើយគេងលក់ស្រូវទៀតផងហើយពេលដែលទូស្រីងាកមុខទៅម្ខាងទៀតក៏ឃើញមុខឈីឈិនហើយទូស្រីឡើងភ្ញាក់ដល់ឈីឈិនមកតាំងពីកាទេហើយដល់ឈីឈិនជិះវេទមន្តចឹងមែនទៅលឿនមកលឿនអត់មានដឹងអីតិចសោះទូស្រីពេលដែលភ្ញាក់ហើយក៏បាននិយាយទៅកាន់ឈីឈិនថាខ្ញុំមិនរត់ពេញផ្ទះទៀតទេលោកមិនចាំបាច់ដេកជាមួយខ្ញុំគ្រប់ពេលទេហេតុអ្វីបានជាលោកចង់គេងជាមួយខ្ញុំលោកអត់មានបន្ទប់ទេអីកូនស្រីឈីឈិនមាននាមជាលោកម្ចាស់មួយទាំងមូលហេតុអីបានគ្មានបន្ទប់គេងមានប៉ុន្តែគេចង់គេងជាមួយនឹងហើយឈីឈិនបាននិយាយទៅកាន់ទូស្រីថាដល់ពេលគេងហើយទូស្រីបាននិយាយទៅកាន់ឈីឈិនមានថាកុំប្រងើយកន្តើយនឹងសំណួររបស់ខ្ញុំឲ្យសោះគឺថាខ្ញុំគេងថ្ងៃច្រើនហើយចឹងអត់តងងុយគេងទេខ្ញុំអានសៀវភៅសិនហើយចាំគេងហើយឡើងស្លូតស្មាតបកាយជាមួយឈីឈិនទៀតហើយអត់មានតែគឺឡើងស្លូតហ្មងណាទូស្រីក៏បានកើតក្នុងចិត្តថាប្រសិនបើគេនៅក្បែរខ្ញុំរហូតតើឲ្យខ្ញុំគេងយ៉ាងម៉េចទៅសៀវភៅរបស់គេពិតជាគួរឲ្យចាប់អារម្មណ៍ជាងខ្ញុំទៅទៀតនេះគឺជាសៀវភៅវេទមន្តថ្មីមែនទេទូស្រីក៏ទៅចាប់អារម្មណ៍សៀវភៅទៅពេលងាកមកមើលឈីឈិនគេងលក់បាត់ហើយទូស្រីក៏គិតថាដេកលក់មែនឬពិតជាគួរឲ្យធន់ទ្រាំណាស់ខ្ញុំចង់មើលអ្វីដែលគេបានអានហើយចាំបន្តិចសៀវភៅនឹងយកមកមើលតែចាំបាត់អោនទៅចិត្តគេមើលថាអីកូនស្រីពេលនោះឈីឈិនក៏បានបើកភ្នែកមកវិញហើយមើលឈីឈិនធ្វើមកគាត់លឹងស្មាហើយមើលទូស្រីកំពុងតែវែកមើលសៀវភៅរបស់គេនេះទូស្រីក៏បន្តកើតក្នុងចិត្តទៅថាប្រកាសណាស់ថាសៀវភៅអំពីវេទមន្តកាន់តែគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំប្រសិនមកខ្ញុំអាចរៀនវាចេះគឺល្អណាស់ម៉ែជួយទូស្រីឡើងភ្ញាក់មុននឹងឈីឈិនគេងតែសប្តាហ៍អស់មើលសៀវភៅបំផ្លាតងាកមកលើវិញឈីឈិនងើបបាត់ទូស្រីស្លុតពេលឡើងចង់កាំងបេះដូងហើយនេះផៃពេលតែឡើងទប់លំនឹងខ្លួនឯងឡើងជួលឡើងដួលទៅលើទូប្រូហ្មងណាអូខ្ញុំរមួលគាត់ពើហើយប៉ុណ្ណឹងណាតាមដៃរបស់ខ្ញុំស្ពឹកណាស់តើដោយសារតែការសម្រាកច្រើនពេកហើយគ្មានសម្ហាត់ប្រាណមែនទេហ
ហើយទូស្រីក៏បាននិយាយទៅកាន់ឈីឈិនថាលោកកុំទាន់កម្រើកចាំបន្តិចសិនខ្មាស់គេខ្លាំងណាស់ហើយដើម្បីបានជាខ្ញុំធ្លាក់មកចូលក្នុងដៃរបស់គេទៀតហើយទូស្រីក៏បាននិយាយទៅកាន់ឈីឈិនទាំងអ៊ីនថាខ្ញុំសុំទោសខ្ញុំគ្មានបំណងបំពានលើលោកទេគ្រាន់តែវាគឺមកពីសភៅរបស់លោកល្អអានពេកបន្ទាប់ពីលោកអានចប់ហើយតើលោកអាចឲ្យខ្ញុំខ្ចីបានទេឈីឈិនបានយកដៃទៅទ្រក្បាលរបស់ទូស្រីហើយក៏បានលើកទូស្រីយកមកថើបថើបទៀតហើយអត់មានខកខានទេណាជាមួយនឹងការថើបអត់មានអាណិតអ្នកសម្រាយទេនេះគ្មានផ្លោះទេមិនក៏ខ្ញុំកម្រើកមិនបានទៀតហើយតើលោកចង់ធ្វើស្អីនឹងថើបហើយក៏ចប់ឥឡូវរឿងរបស់យើងចប់ត្រឹមពាក្យគេថើបគ្នាហ្នឹងណាអ្នកទាំងអស់គ្នាហើយរឿងរបស់យើងក៏ចាំត្រឹមតែប៉ុណ្ណេះណាអ្នកទាំងអស់គ្នាកុំភ្លេចរងចាំទស្សនានៅវីដេអូក្រោយអរគុណសម្រាប់ការទស្សនាបាយបាយ love